tiền niệm mô tassa bhagavato arahato samma sambuddhassa niệm mô tassa bhagavato arahato samma sambuddhassa niệm mô tassa bhagavato arahato samma sambuddhassa យើងខ្ញុំកាលណាខ្ញុំទាំងអស់គ្នាសូមនមស្ការក្រាបថ្វាយបង្គំចំពោះគុណព្រះសម្មាសម្ពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងទីរលឹកសពកាលសពទិសទីនិងសូមនមស្ការក្រាបថ្វាយបង្គំចំពោះព្រះអង្គគ្រូនិងសូមអារាធនាព្រះអង្គគ្រូដើម្បីប្រទានធម្មទេសនាដល់ធម្មយាទជើងខ្ញុំទាំងអស់គ្នាសូមអារាធនាទានដំបងថ្មនមស្ការព្រះរតនត្រ័យអវិជ្ជានិវតោលោកោអន្តការេណអោថតោតវញ្ញាណមហិជោតន្តេអន្តហការាបតិហង្សិតាសត្វលោកត្រូវអវិជ្ជារូបរិទ្ធត្រូវងងឹតក្របសង្កត់ព្រះសម្ពុទ្ធព្រះអង្គមានករណាធំទ្រង់ទ្រូលនៅប្រទីបបំភ្លឺសពសត្វក្នុងអនន្តចក្រវាលសត្វដែលមាននិស្ស័យអាស្រ័យនៅពន្លឺនោះហើយបដិបត្តិដើរតាមអាចកំចាត់នៅអវិជ្ជាជាគ្រឿងបិទបាំងជាងងឹតនោះចេញពីសន្តានខ្ញុំព្រះអង្គសូមនមស្ការនៅព្រះសម្ពុទ្ធអ្នកទ្រោប្រទីបបំភ្លឺសពសត្វក្នុងអនន្តចក្រវាលព្រមទាំងព្រះធម៌និងព្រះសង្ឃរបស់ព្រះសម្ពុទ្ធអង្គនោះដោយសេចក្តីគោរពនិងជ្រះថ្លាហើយបន្ទាប់ពីបទនមស្ការព្រះត្រៃរតន៍សង្ខេបនេះទៅអាត្មាចម្រើនពរពុទ្ធបរិស័ទណាចម្រើនពរពុទ្ធបរិស័ទថ្ងៃនេះយើងជួបជុំគ្នាស្ដាប់ធម៌យើងជួបជុំគ្នាស្ដាប់ធម៌ក្នុងថ្ងៃសិលណាជួបជុំគ្នាស្ដាប់ធម៌ក្នុងថ្ងៃសិលហើយតាំងពីព្រឹកមកពុទ្ធបរិស័ទបានស្ដាប់រឿយៗដែរខ្លះហើយដែរខ្លះដែរហើយដែរស្ដាប់ខ្លះតាលោកម្ចាស់បងសាធុបានស្ដាប់រឿយៗទៅជាចំណៃរបស់ឧបោសថណាឧបោសថតែមានចំណៃរមែងធំធាត់ណាឧបោសថតែមានចំណៃរមែងធំធាត់ហើយអ្នករៀនអភិធម្មក៏មានដែរមែនទេហើយឥឡូវយើងស្ដាប់ធម៌ថែមធម៌ថ្ងៃហ្នឹងអាត្មានិយាយពីធម៌សម្រាប់សម្រួលចិត្តមួយណាអាត្មានិយាយពីធម៌សម្រាប់សម្រួលចិត្តមួយជាធម្មតាចិត្តយើងអាចនៅជាសុខបានតរតែយើងនឹងសម្រួលបានមែនទេសម្រួលឲ្យនៅជាសុខយើងនិយាយថាគ្រប់គ្រងក៏បានយើងនិយាយថាទូមានក៏បានយើងនិយាយថាថែរក្សាក៏បានយើងនិយាយថាអប់រំក៏បានចិត្តហ្នឹងនៅជាសុខបានតរតែយើងនឹងសម្រួលបានថែបានគ្រប់គ្រងបានទូមានបានរក្សាបានអប់រំបានចំណុចបានណាបងចំណុចបានហើយរឿងចំណុចបានហ្នឹងមិនងាយមានអ្នកដើរដល់ទេប្រយ័ត្នញោមមើលងាយចំណុចបានហ្នឹងងាយមានអ្នកដើរដល់ទេឃើញដើរបានត្រឹមកម្មទី1ក៏មានត្រឹមកម្មទី2ក៏មានដល់កម្មទី3ហ្នឹងងាយទេកម្មទី1កម្មស្គាល់ពីរបៀប
សម្រួលកម្មទី2កម្មចេះប្រើណាដូចថាយើងស្គាល់ហើយថានឹងចប់ប៉ុន្តែនៅសល់កម្មទី2គឺកម្មប្រើចប់យ៉ាងណាធម៌សម្រួលចិត្តក៏យ៉ាងដែរយើងស្គាល់ធម៌ហ្នឹងទៅកម្មទី1ទេណាអញ្ចឹងយើងត្រូវឡើងថ្នាក់ទៅកម្មទី2គឺទៅចេះប្រើធម៌ណាហើយដល់ប្រើធម៌យើងប្រើហ្នឹងក៏ត្រូវព្យាយាមប្រើរហូតដល់ប្រើបានណាចំណុចធ្វើបាននេះឯងបងទៅបានផលណាអញ្ចឹងថាចំណុចសម្រួលបានណាចំណុចសម្រួលចិត្តបានទៅបានផលគឺចិត្តនឹងនៅជាសុខចំណុចទី3នេះឯងបើញាតិញោមណាត់ធ្វើបាននឹងដឹងថាបានសេចក្តីសុខផ្លូវចិត្តណាបានសេចក្តីសុខផ្លូវចិត្តហើយពុទ្ធបរិស័ទបានស្ដាប់ធម៌បានរៀនធម៌ច្រើនមកហើយអញ្ចឹងដឹងហើយថាធម៌សម្រាប់សម្រួលចិត្តនឹងមានច្រើនបងធម៌សម្រាប់សម្រួលចិត្តនឹងមានច្រើនហើយយើងសួរថាប្រសិនបើធម៌មានច្រើនអញ្ចឹងយើងត្រូវបដិបត្តិដូចម្ដេចត្រូវប្រើទាំងអស់ឬយ៉ាងម៉េចចម្លើយឆ្លើយថាយើងប្រើច្រើនក៏បានប្រើតែមួយក៏បានហើយប្រើតែមួយយើងប្រើយ៉ាងម៉េចប្រើតែមួយយើងប្រើធម៌ណាដែលស្របអធិស្ស្រ័យយើងរបៀបសម្រួលចិត្តមួយណាស្របអធិស្ស្រ័យរបស់យើងកាន់យកទៅរបៀបហ្នឹងមកប្រើដើម្បីសម្រួលចិត្តយើងសម្រួលរហូតដល់បានចិត្តហ្នឹងនៅចិត្តហ្នឹងស្រួលណាគេដំណាក់កាលចិត្តស្រួលហ្នឹងគេហៅថាចិត្តនៅជាសុខចិត្តនៅជាសុខហើយចឹងថ្ងៃហ្នឹងអាត្មាចង់យកមកចំណុចហ្នឹងក៏ជឿថាពុទ្ធបរិស័ទធ្លាប់ឮហើយដែរទេអញ្ចឹងអាត្មាយកមកដើម្បីជាការរំលឹកទៅចោះបងដើម្បីជាការរំលឹកណាជាការរំលឹកគឺធម៌មួយឈ្មោះថាកម្មសកតាបញ្ញាយើងនិយាយយ៉ាងទីថាកម្មសកតាញាណបងកម្មសកតាញាណគឺបញ្ញាថ្នាក់ឃើញថាសត្វប្រព្រឹត្តទៅតាមកម្មបងបញ្ញាថ្នាក់ឃើញថាសត្វប្រព្រឹត្តទៅតាមកម្មសត្វហ្នឹងគឺសត្វទាំងអស់រាប់ទាំងយើងរាប់ទាំងគេអត់មានវាទេណាសត្វប្រលោកណាទាំងគេទាំងយើងហ្នឹងគឺថាប្រព្រឹត្តទៅតាមកម្មហើយពុទ្ធបរិស័ទលើអញ្ចឹងដឹងថាខ្លួនធ្លាប់លើធ្លាប់សិក្សាណាកម្មសកតាបញ្ញាចំអាត្មាជម្រាបថាលើកមកជាការរំលឹកហើយដូចអាត្មាបញ្ជាក់ខាងដើមអញ្ចឹងថាបើយើងឮយើងយល់នឹងមកត្រឹមនេះទេមកត្រឹមដំណាក់កាលទី1គឺគេហៅថាដំណាក់កាលស្គាល់តតែយើងយល់ឲ្យដឹងពីរបៀបយកមកប្រើនឹងបានដល់ដំណាក់កាលទី2ថាចេះប្រើដល់យើងចេះប្រើហើយយើងប្រើរហូតដល់ប្រើបានចំណុចប្រើបាននឹងបានផលចេញមកគឺប្រើកម្មសកតាបញ្ញាបានផលចេញមកគឺសេចក្តីសុខផ្លូវចិត្តហ្នឹងបងសេចក្តីសុខផ្លូវចិត្តនេះហើយដើម្បីញ៉ាំងកម្មសកតាបញ្ញាឲ្យកើតយើងត្រូវបដិបត្តិដូចម្ដេចខ្លះមានញាតិញោមចាំទេដើម្បីញ៉ាំងកម្មសកតាបញ្ញាឲ្យកើតណាយើងត្រូវបដិបត្តិដូចម្ដេចខ្លះមានញាតិញោមចាំទេអត់ទេគុណអត់ចាំផងកណាអត់ចាំដែរលោកម្ចាស់អត់ចាំដែរបាសដនអត់ចាំដែរអត់ចាំចាស់គ្រូអត់ចាំញោមដុល្លារអត់ចាំដែរខ្ញុំកណាបើមេរៀនបញ្យលហ្នឹងអត់ចាំទេគ្រាន់តែយល់ថាកម្មសកតាបញ្ញាហ្នឹងគឺការដឹងថាសត្វមានកម្មជារបស់ខ្លួន
នឹងដឹងទៀតដឹងតែប៉ុណ្ណឹង ដឹងប៉ុណ្ណឹងហើយញោមពីដើមនៅលើថារៀនធម៌យូរហើយញោមចាប់ហ្នឹងតែតែចឹងមកជំរាបរបៀបញ៉ាំងកម្មសកតាបញ្ញាកើតហ្នឹងគឺយើងត្រូវត្រួតមើលធម៌ជាគូ7គូបងឬយើងនិយាយម្យ៉ាងទៀតផលដែលសត្វទាំងឡាយបាន7គូយើងត្រូវត្រួតមើលហើយត្រួតមើលទាំង7ក៏បានត្រួតមើលតែមួយគូក៏បានដែរបងសម្រាប់អ្នកបញ្ញាលឿនគេត្រួតមើលតែមួយគូហ្នឹងគេអាចបានកម្មសកតាបញ្ញាតែអ្នកបញ្ញាយឺតនឹងតើទៅត្រួតមើលច្រើនគូហើយត្រួតហ្នឹងក៏មិនមែនថាត្រួតម្ដងមកគ្រាហើយស្រាប់តែបញ្ញានឹងកើតទេគឺអាចត្រួតមកគូនោះត្រួតច្រើនអ្នកខ្លះត្រួតរហូតដល់ឆ្នាំហ៎បងត្រួតដល់រហូតដល់ឆ្នាំបានមានកម្មសកតាបញ្ញានឹងកើតហើយកម្មសកតាបញ្ញាកើតវាមានកម្លាំងវាទៀតជួនកាលកើតមករៀងហើយអ្នកខ្សោយណាបងអ្នកខ្លះកើតមករៀងមជ្ឈិមៈកណ្ដាលអ្នកខ្លះបណៃតៈគឺប្រណិតឬថាពលវៈមានកម្លាំងអញ្ចឹងកម្មសកតាបញ្ញាដែលថាជួយយើងបានលឿនជួយសម្រួលចិត្តយើងបានលឿនជាងគេគឺកម្មសកតាបញ្ញាមានកម្លាំងខ្លាំងនឹងជួយសម្រួលចិត្តរបស់យើងបានលឿនបងជួយសម្រួលចិត្តរបស់យើងបានលឿនហើយផល7គូហ្នឹងទី1អាយុបងគឺអាយុមួយគូគឺអាយុខ្លីគូនៅអាយុវែងបងទី1អាយុគឺផលគឺអាយុទី2សុខភាពបងសុខភាពហ្នឹងមួយគូដែរគឺមានជំងឺច្រើនមានជំងឺតិចបងហើយទី3សម្បុរហ្នឹងមួយគូដែរសម្បុរអាក្រក់និងសម្បុរល្អហើយទី4យុស័កយុស័កហ្នឹងក៏មួយគូដែរគឺយុស័កតូចយុស័កធំហើយទី5ភោគៈឬថាទ្រព្យសម្បត្តិហ្នឹងមួយគូដែរទ្រព្យសម្បត្តិតិចទ្រព្យសម្បត្តិច្រើនហើយទី6ត្រកូលហ្នឹងក៏មួយគូដែរគឺត្រកូលតូចត្រកូលធំបងហើយទី7ប្រាជ្ញាហ្នឹងមួយគូដែរគឺប្រាជ្ញាតិចប្រាជ្ញាច្រើនធម៌7គូហ្នឹងគឺយើងហៅថាផលហើយផលហ្នឹងសត្វគ្រប់លោកតែងបានបងសត្វគ្រប់លោកតែងបានហើយពុទ្ធបរិស័ទចាំមិនចាំញោមតុលាសរសេរទុក7គូណា7គូទី1អាយុណាអាយុបងមួយគូទី2សុខភាពទី3ពណ៌សម្បុរទី4យុស័កទី5ទ្រព្យឬថាទ្រព្យសម្បត្តិហើយទី6ត្រកូលហើយទី7ប្រាជ្ញា
ញ្ញា ទី7បរិញ្ញាគឺត្រួតមើលផលទាំង7គូហ្នឹងហើយយើងត្រួតមើលផលទាំង7គូនៅក្នុងលោកហ្នឹងផលទាំង7ហ្នឹងសត្វលោកបានដូចគ្នាឬខុសគ្នា កណាខុសគ្នាទៀត យើងត្រួតខុសគ្នាអ្នកខ្លះខុសគ្នាតិចតួចអ្នកខ្លះខុសគ្នាមេឃដីណាបងអ្នកដូចគ្នាហ្នឹងយើងងាយឃើញទេមែនទេ អ្នកដូចគ្នាហ្នឹងយើងងាយឃើញទេ គឺយើងឃើញច្រើនតែខុសគ្នាអ្នកប្រហែលគ្នាហ្នឹងមានដែរប៉ុន្តែឲ្យដូចគ្នាស្មើតែម្ដងក្នុងលោកយើងមិនងាយជួបទេអ្នកហើយយើងស្ដាប់ប៉ុណ្ណឹងទៅយើងអាចទទួលស្គាល់ថាប្រសិនបើយើងមានប្រក្រតីត្រួតមើលផលទាំង7ហ្នឹងយើងអាចបានដឹងយើងអាចបានដឹងថាសត្វទាំងឡាយប្រព្រឹត្តទៅតាមកម្មណាសត្វទាំងឡាយប្រព្រឹត្តទៅតាមកម្មហើយបើយល់ល្អយល់ល្អពុទ្ធបរិស័ទទៅអានកម្មវិភាំងកសោតចូលកម្មវិភាំងកសោតពីដល់លេខ28បង28ទំព័រ54ទៅព្រះសម្មាសម្ពុទ្ធឆ្លើយសំណួររបស់តោតេយៈសុភមេនុបបងឆ្លើយសំណួររបស់សុភមេនុបជាកូនរបស់តោតេយព្រាហ្មណ៍គាត់ទូលសួរព្រះអង្គណាទូលសួរព្រះអង្គថាបបិទ្ធព្រះគោដមដ៏ចម្រើនអ្វីនៅជាហេតុអ្វីនៅជាបច្ច័យដែលនាំឲ្យពួកមនុស្សការកើតមកជាមនុស្សមានសេចក្តីថោកទាបនិងខ្ពង់ខ្ពស់ប្រាកដឡើងបបិទ្ធព្រះគោដមដ៏ចម្រើនព្រោះថាមនុស្សទាំងឡាយមានអាយុខ្លីមានអាយុវែងមានអាពាធច្រើនមានអាពាធតិចមានសម្បុរអាក្រក់មានសម្បុរល្អមានស័ក្តិតូចមានស័ក្តិធំមានភោគៈសម្បត្តិតិចមានភោគៈសម្បត្តិច្រើនមានត្រកូលទាបមានត្រកូលខ្ពស់មានប្រាជ្ញាតិចមានប្រាជ្ញាច្រើនបបិទ្ធព្រះគោដមដ៏ចម្រើនអ្វីនោះជាហេតុអ្វីនោះជាបច្ច័យដែលនាំឲ្យពួកមនុស្សការកើតមកជាមនុស្សមានសេចក្តីថោកទាបនិងខ្ពង់ខ្ពស់ប្រាកដឡើងនឹងសុភមេនុបសួរព្រះសម្មាសម្ពុទ្ធណាហើយព្រះសម្មាសម្ពុទ្ធព្រះអង្គឆ្លើយខ្លីព្រះអង្គឆ្លើយថាមនាលមេនុបសត្វទាំងឡាយមានកម្មជារបស់ខ្លួនមានកម្មជាទាយាទមានកម្មជាកំណើតមានកម្មជាផៅពួងមានកម្មជាគ្រឿងរលឹកកម្មតែងចែកសត្វទាំងឡាយដើម្បីឲ្យថោកទាបនិងខ្ពង់ខ្ពស់ថោកទាបនិងខ្ពង់ខ្ពស់ព្រះអង្គឆ្លើយសង្ខេបប៉ុណ្ណឹងហើយសុភមេនុបគាត់ស្ដាប់ទៅអត់យល់ដែរអញ្ចឹងក៏គាត់សូមឲ្យព្រះអង្គអធិប្បាយណាគាត់សូមឲ្យព្រះអង្គអធិប្បាយហើយព្រះអង្គអធិប្បាយហើយយើងទៅអានទៅសិក្សាចាំមួយចំណុចហេតុនាំឲ្យបានផលទាំង7គូហ្នឹងយើងទៅសិក្សាយើងទៅអានហើយចាំមកចំណុចពេលចាំហើយយើងមកសង្កេតជាក់ស្ដែងគឺសង្កេតមើលផលដែលយើងនឹងអ្នកដតីបានណាបងសង្កេតជាក់ស្ដែងគឺសង្កេតផលដែលយើងនឹងអ្នកដតីបានដូចជាគូទី1អីគេមិញអាយុអីបងគូទី1អាយុកណាលោកម្ចាស់ហ្នឹងគូទី1អាយុយើងបើយើងនិយាយពីអាយុរបស់យើងមិនទាន់ដឹងទេប៉ុន្តែបើយើងក៏លេខមើល
មនុស្សនៅក្នុងលោកគឺយើងដឹងថាមានអ្នកអាយុវែងមានអ្នកអាយុខ្លីមែនណាបងអាយុវែងនិងអាយុខ្លីនោះវាតាមកម្រិតទៀតអ្នកខ្លះខ្លីមកត្រឹមនៅក្នុងផ្ទៃបដាយអ្នកខ្លះមកត្រឹមជាទារកណាអ្នកខ្លះត្រឹមជាកុមារអ្នកខ្លះត្រឹមតែជាយុវវ័យអ្នកខ្លះត្រឹមតែជាជនអ្នកខ្លះអាចដល់ជួនចាស់បងជួនចាស់ចឹងយើងមើលរឿងនោះប្រកបហើយធម្មតាមនុស្សនៅក្នុងលោកសត្វនៅក្នុងលោកមានចំណងដូចគ្នាទេគឺចង់បានអាយុវែងបងចង់បានអាយុវែងប៉ុន្តែផលជាក់ស្ដែងចេញមកមានអ្នកបានមានអ្នកអត់មានអ្នកបានមានអ្នកអត់ហើយអ្នកបាននឹងមានចំនួនតិចទេអ្នកបាននឹងមានចំនួនតិចទេអ្នកអត់មានចំនួនច្រើនជាងហើយបើអញ្ចឹងមែនយើងពិចារណាមើលថាបើចំណងគេចង់បានអាយុវែងប៉ុន្តែជាក់ស្ដែងមានអ្នកបានមានអ្នកអត់អញ្ចឹងយើងត្រូវដូចថាយើងត្រូវរកហេតុរកផលហើយហេតុផលយើងសិក្សាតាមពុទ្ធដីកាព្រះអង្គប្រាប់ហើយប្រសិនបើមកត្រឹមថាសិក្សាពុទ្ធដីកាទៅយើងបានឃើញច្បាស់នឹងជាការប្រប្រៃណាបងជាការប្រប្រៃតែប្រសិនបើសិក្សានៅព្រះពុទ្ធដីកាហើយយើងនៅសពេចសពិលទេតម្រូវឲ្យយើងនឹងឯងត្រួតមើលជាប្រចាំបងត្រួតមើលតតែច្បាស់តតែច្បាស់នៅក្នុងចិត្តត្រួតមើលតតែច្បាស់នៅក្នុងចិត្តត្រួតមើលតតែច្បាស់នៅក្នុងចិត្តដល់ពេលច្បាស់នៅក្នុងចិត្តអាហ្នឹងគេហៅថាដំណាក់កាលបានហើយគឺបានកម្មសក្តាបញ្ញាបងដំណាក់កាលបានកម្មសក្តាបញ្ញាហើយយើងឧទាហរណ៍ថាគូទី1នេះយើងត្រួតទៅដូចមិនសូវច្បាស់យើងត្រួតគូទី2គាត់ថាត្រួតគូទី2ទៅឬច្បាស់ជាងត្រួតគូទី1អញ្ចឹងយើងត្រួតគូទី2គូទី2គឺសុខភាពហើយបើថាគូទី2ក៏មិនសូវច្បាស់យើងត្រួតគូទី3គឺសម្បល់គូទី4យុស័កគូទី5ទ្រព្យសម្បត្តិគូទី6តកូលគូទី7បញ្ញានិយាយទៅថាយើងត្រួតទាំង7គូហ្នឹងក៏ជាហេតុឲ្យកម្មសក្តាបញ្ញាកើតបានត្រួតតែបើគូក៏ជាហេតុឲ្យកម្មសក្តាបញ្ញាកើតបានដែរក៏កើតបានដែរបានបើល្អត្រួតទាំង7បងត្រួតទាំង7គ្រាន់តែថាប្រសិនបើត្រួតតែមួយគូហើយកម្មសក្តាបញ្ញាកើតនឹងបញ្ជាក់ថាបញ្ញារបស់យើងលឿនបងបញ្ញារបស់យើងលឿនហើយយើងត្រួតមើលហើយអាត្មានិយាយមកបន្តិចហើយមិនគឺត្រួតថាដូចគូទី1អញ្ចឹងរឿងអាយុជាទំនៀមទាំងគេទាំងយើងគឺចង់បានអាយុវែងប៉ុន្តែយើងទៅមើលជាក់ស្ដែងមានអ្នកបានមានអ្នកអត់អ្នកបានទៀតសោតមានចំនួនតិចចំណែកអ្នកអត់មានចំនួនច្រើនអញ្ចឹងមកត្រឹមចំណងមកត្រឹមបំណងមកត្រឹមក្តីប្រាថ្នាអត់អាចទេអត់អាចអញ្ចឹងហេតុអីបានជាសត្វសុទ្ធតែប្រាថ្នាអាយុវែងប៉ុន្តែអត់បានក៏មានបានក៏មាននឹងបានយើងទៅមើលពុទ្ធដីកាបើមើលសង្ខេបព្រះអង្គប្រាប់ថាសត្វទាំងឡាយមានកម្មជារបស់ខ្លួនមានកម្មជាទាយាទមានកម្មជាកំណត់មានកម្មជាផៅពងមានកម្មជាគ្រឿងរលឹកកម្មតែងចែកសត្វទាំងឡាយណាអញ្ចឹងរឿងសត្វផ្សេងគ្នានឹងដោយសារកម្មចែក
sát miền ở dụ sinh kia nó để xa cam chạy sát em an thưa cam nòm ở miền ở dụ lấy có bạn họ xong bây giờ luôn trong ban ở dụ với gọi bạn này cứ tới tại ba dụ lấy nhưng tao bảo này ai cam nòm ở sát ban ở dụ với sát nâng mình trong bán có tới ban này sát nâng mình trong bán có ban này rồi riêng bán viên lơ cam một là chấn sạn nâng mình trong bán có ban này bộ hay cái này nâng mà vậy cái này nâng đối trên là khơi sự phiêu việt thua đối sờ bài chất là khơi sự phiêu việt thua thì Paul ní cả pro hạt man về on lơ về on lơ cả bông cò bên chia robot là nè bộ và được lơ cả bông cò bên chia robot là nè đôi chia dụ dân nhưng mới nè bữa tam tại cái đây bật na tam tại cả chọn ban robot sạt lốt tới tại miền là dụ về chẳng ọc nè pro tha chấm nón cứ chọn ban là dụ về đôi nè bản tái chia sẻ miền nè dụ quế miền nè dụ clay chấn dụ ní cứ chia Paul muối mình bán bự bứt từ tam cá bình chia mình bán bự bứt từ tam cá chọn bán robot dương từng lại tỷ cái bự bứt từ tam hạt cứ cam nó mọi miền là dụ clay rồi sạt nâng mình chọn bán có tới tại bàn hay cam nó mọi miền là dụ vế trình một oi Paul hỏi sau bây ta sẽ mấy luôn mình áo bớ có tới tại miền là dụ về tới tại miền là dụ về rồi dụ về cái đấy dụ clay cái đấy sải hai nửa lưỡi cam sải hai nửa lưỡi cam chấn dương tôi thả một bờ sắt đôi thả bạn khơi chẹt sài bạn khơi chẹt sài hết cho ba rừng thả sắt từng lái miền là dụ mình đôi kia miền là dụ xinh kia sắt từng lái miền là dụ mình đôi kia miền là dụ xinh kia hay hạt ấy ta vay từ thừa ở sắt từng lái miền là dụ mình đôi kia ở sắt từng lái miền là dụ xinh kia cứ cầm cứ cầm hay mà ưu ho vì đặc biệt truột mơ mà cù nắng bộ bôi cù tiết một bò sắt truột mơ được luôn anh bán này truột mơ được luôn anh bán cái nào tiền hay đôi mà chúng ta bị đam chẳng thà tự an Prepotadika đâm vậy người ta nhận bà nhà dương ở cát hay bà thà an hay bà nhà dương toàn cát dương chọn chạm vì đầm nào nó hay cho một truột mơ vào đầm nào một truột mơ thì đã truột mơ hay dương truột mơ chia về chạm rồi hô đó bà nhà năng cát hay bà nhà năng chui xâm rùa chặt dương ở srul đó bỏ chui xâm rùa chặt dương ở srul bà nhà nó cứ chia thom chiết xâm rùa chặt hay men xâm rùa cầm rất nơi mặt trâm lô kỳ dạ để xâm rùa ai ở đó lô có trả bà nó bỏ cả mà sang ta bà nhà rùa bà rồi đó sọc lô có trả mặt trâm mà này chẳng cả mà sang ta bà nhà cứ chia thò xâm rùa chặt cha mùi đáy bỏ cha mùi hay chun cá dương tía đôi thà dương toàn cho bà thà ưu tố thà dương từ tu có lại thà sát bà là dụ vế sát bà là dụ clay nâng pro tại cam rồi bọc luôn ai nè đại thừa cam nom ở dụ clay rồi mấy miền là dụ clay nè thừa cam nom ở miền là dụ vế rồi mấy miền là dụ vế nhưng ai vô thắng dương năng dương vô dương đưa thả cam hay sao ta bà nhà cả rừng nước ở toàn bọc cọt đi bộ
រឿងនឹងអត់ទាន់ប្រកបទេហើយយើងសួរថាទៅប្រកបនៅពេលណា ទៅប្រកបនៅពេលជាក់ស្ដែងថាយើងប្រើបញ្ញានឹងកើតអត់យើងប្រើបញ្ញានឹងយកមកសម្រួលចិត្តបានអត់ប្រសិនបើថាពេលយើងត្រូវការយកបញ្ញានឹងមកសម្រួលចិត្តហើយស្រាប់តែសម្រួលបាននឹងគឺជាលេខបញ្ជាក់ថាយើងពិតជាបដិបត្តិញ៉ាំងកម្មសកតាបញ្ញាកើតហើយកម្មសកតាបញ្ញាកើតមែនហើយប៉ុន្តែបើយើងគិតថាយើងបានហើយដល់ពេលត្រូវការយកទៅប្រើយើងប្រើអត់កើតនឹងគឺជាលេខបញ្ជាក់ហើយថាយើងត្រូវហាត់តទៀត យើងត្រូវហាត់តទៀតព្រោះអ្នកបានកម្មសកតាបញ្ញាអ្នកបានកម្មសកតាបញ្ញាមិនដល់ថ្នាក់លោកុត្តរៈទេបងត្រឹមលោកយៈហើយលោកយៈហ្នឹងត្រឹមមានកម្លាំងខ្សោយទៀតគូឃើញថាទៅស្រួលចិត្តរបស់គាត់បានច្រើនណាបើត្រឹមខ្សោយហ្នឹងបើស្រួលចិត្តរបស់គាត់បានច្រើនណាថ្មឧទាហរណ៍ថាយើងនៅសុកអត់បានធ្វើអីសោះស្រាប់តែមានពីណាមួយច្រឡំមកដូចថាឃើញអ្នកណាធ្វើខុសអញ្ចឹងទៅហើយអ្នកនឹងវាស្តៀងយើងហើយនៅដើរបាត់ទៅមកជួបយើងគិតថាយើងណាស្រីឲ្យម៉ងពេលហ្នឹងប្រសិនបើអ្នកមានកម្មសកតាបញ្ញាហើយយកកម្មសកតាបញ្ញានឹងមកប្រើប្រកបស្រួលចិត្តឲ្យស្រួលមកឲ្យស្រួលមិនអាត្មាដូចថាវាបញ្ញានឹងប្រាប់ថាអ្នកប្រកបជាធ្លាប់ស្ដីឲ្យគេទាំងមិនទាន់ប្រកបអីចឹងណាហ្នឹងហើយបាទជាពេលនេះទទួលផលមួយនឹងហើយដល់ពេលបញ្ញានឹងកើតមកវាស្រួលអញ្ចឹងដល់ពេលស្រួលអញ្ចឹងទៅចិត្តយើងវាអត់ច្រឡោតដល់ពេលចិត្តយើងអត់ច្រឡោតយើងអាចដោះស្រាយតាមសន្តិវិធីបានណាមែនទេហ្នឹងហើយតែចិត្តយើងអត់ច្រឡោតយើងអាចដោះស្រាយតាមសន្តិវិធីបានណាឃើញទេខ្ញុំឃើញកម្មសកតាបញ្ញាស្រួលហើយអាហ្នឹងមកត្រឹមលោកយៈទូអញ្ចឹងណាអាត្មាលើកប្រយោជន៍របស់កម្មសកតាបញ្ញាឲ្យឃើញជាក់ស្ដែងមកត្រឹមថាលោកយៈទូប៉ុណ្ណឹងហើយកម្មសកតាបញ្ញាមិនមែនជួយសម្រួលចិត្តបានត្រឹមលោកយៈទេព្រោះគឺសម្រួលចិត្តឲ្យបានរហូតដល់លោកុត្តរៈណាមិនឲ្យបានសេចក្តីសុខត្រឹមលោកយៈទេហើយកម្មសកតាបញ្ញាប្រសិនបើយើងញ៉ាំងឲ្យកើតបានគឺជាធម៌មួយនៅចាំជួយសម្រួលចិត្តយើងឲ្យស្រួលនៅពេលចិត្តយើងស្រួលនឹងហើយគេហៅថាសេចក្តីសុខផ្លូវចិត្តបងសេចក្តីសុខផ្លូវចិត្តហើយមកលើកអំណាងមិញនេះមកត្រឹមថាកម្មសកតាបញ្ញាថ្នាក់ទុនខ្ចីជួយសម្រួលចិត្តយើងឲ្យបានសុខក្នុងបច្ចុប្បន្នជួយសម្រួលចិត្តយើងឲ្យនៅជាសុខក្នុងបច្ចុប្បន្នទួចហើយបើយើងអភិវឌ្ឍទៅកម្មសកតាបញ្ញានឹងមានកម្លាំងខ្លាំងហើយនៅពេលកម្មសកតាបញ្ញាមានកម្លាំងខ្លាំងនៅពេលកម្មសកតាបញ្ញាមានកម្លាំងខ្លាំងគឺជួយសម្រួលបានលឿនណាលឿនហើយមានបាសកបាសិកាខ្លះគាត់សារភាពគាត់ថាដូចថាពីមុនគាត់លំបាកព្រោះតែអ្វីមិនបានដូចចិត្តអីចឹងណាដល់ពេលគាត់ស្ដាប់ធម៌យល់ខ្លះពីកម្មផលទៅវាស្រាប់តែរឿងស្រាលព្រោះគាត់ដល់អាកម្រិតថាតាមពិតផលនៅក្នុងលោកវាមិនមែនប្រព្រឹត្តទៅតាមចំណងទេដល់កម្រិតហ្នឹងដល់ចំណុចហ្នឹងហើយត្រឹមថ្នាក់ទុនខ្ចីហើយត្រឹមដល់ថ្នាក់ត្រឹមទុនខ្ចីគាត់បានផលទេគាត់បានផលថាដូចថាចិត្តគាត់លំបាកព្រោះថាអ្វីវាមិនដូចចិត្តសោះ
ផលដែលកើតឡើងណាព្រោះมันដូចចិត្តអីចឹងទៅมันដូចចិត្តដល់ពេលចឹងគាត់តឹងដល់ពេលគាត់បានស្ដាប់ធម៌រហូតដល់បានទៅត្រឹមកម្មសកតាបញ្ញាទុនខ្ចីហ្នឹងស្រាប់តែគាត់ធូរទៅត្រង់គាត់ឃើញថាផលដែលកើតឡើងនេះគឺមានហេតុទេគឺកម្មជាហើយមិនមែននៅលើចំណងអញ្ចឹងវាជួយបញ្ជាក់ថាអ្នកដែលបានផលមិនដូចចិត្តនេះមកពីអ្នកមិនបានសាងហេតុនាំឲ្យបានផលដូចចិត្តទៅសាងហេតុនាំឲ្យបានផលមិនដូចចិត្តអញ្ចឹងបានជាសំបីអ្នកមិនចង់ក៏ត្រូវតែបានដែរព្រោះផលហ្នឹងតែមានហេតុគ្រប់រមែងកើតឡើងជាធម្មតាផលតែមានហេតុគ្រប់រមែងកើតឡើងជាធម្មតាខ្ញុំមើលដល់អាត្មាទៅជួបពុទ្ធបរិស័ទនិយាយប៉ុណ្ណឹងមកវារឹតតែធ្វើចិត្តរបស់ខ្លួននឹងឯងឲ្យជ្រះថ្លានៅក្នុងកម្មសកតាបញ្ញាថាអូនោះកម្មសកតាបញ្ញាទុនខ្ចីប៉ុណ្ណឹងមានផលដល់ម្លឹងទៅហើយចុះទម្រាំបើកម្មសកតាបញ្ញាថ្នាក់កណ្ដាលទៀតតែចិត្តគេស្រួលប៉ុណ្ណាទៅនោះហើយថ្នាក់កម្មសកតាខ្ពស់ទៀតបានសុខថ្នាក់លោកុត្តរៈទៀតនោះដែលនិយាយបាត់ហើយសុខបាត់ហើយអញ្ចឹងទៅច្បាស់ថាអូប្រសិនបើយើងញ៉ាំងកម្មសកតាបញ្ញាឲ្យកើតឡើងនៅក្នុងសន្តានរបស់យើងបានមែនប្រកបណាស់ថាយើងមានធម៌សម្រាប់សម្រួលចិត្តមានធម៌សម្រាប់សម្រួលចិត្តអញ្ចឹងថ្ងៃក្រោយឬថានៅក្នុងជីវិតជាប្រកដីយើងព្យាយាមសម្រួលចិត្តតាមយើងព្យាយាមប្រើកម្មសកតាបញ្ញាហ្នឹងដើម្បីសម្រួលចិត្តតាមដំណើរតាមដំណើរទៅហើយបើយើងព្យាយាមប្រើកម្មសកតារឿយកម្មសកតាបញ្ញាហ្នឹងអត់នៅដដែលទេគឺមានកម្លាំងខ្លាំងទៅបងមានកម្លាំងខ្លាំងទៅអញ្ចឹងរាល់ពេលយើងបានផលរាល់ពេលយើងបានផលយើងកំណត់ទុកការកំណត់នៅផលដែលខ្លួនបានហ្នឹងគឺជាហេតុនាំឲ្យកម្មសកតាបញ្ញាមានកម្លាំងនាំឲ្យកម្មសកតាមានកម្លាំងហើយយើងច្បាស់ហើយថាធម៌មួយហ្នឹងមិនត្រឹមទន់ខ្ចីផងសម្រួលចិត្តបានច្រើនទៅហើយតម្រាំបាថ្នាក់កណ្ដាលនិងថ្នាក់ខ្លាំងទៀតនឹងជួយចិត្តរឹតតែបានថាខ្លាំងទៅហើយប្រើទៅគឺចិត្តរបស់យើងនឹងធ្វើទៅដូចថាត្រូវតាមធម្មជាតិត្រូវតាមធម្មជាតិវាចេះតែប្រព្រឹត្តទៅត្រូវតាមធម្មជាតិអញ្ចឹងឧទាហរណ៍ថារាល់ពេលឃើញរាល់ពេលឮរាល់ពេលធំក្លិនរាល់ពេលដឹងរសរាល់ពេលពាល់ត្រូវរាល់ពេលគិតអាការឃើញឮធំក្លិនដឹងរសពាល់ត្រូវណាអារម្មណ៍ដែលយើងឃើញអារម្មណ៍ដែលយើងឮអារម្មណ៍ដែលយើងធំអារម្មណ៍ដែលយើងពាល់ត្រូវសុទ្ធតែមានហេតុនាំឲ្យយើងឃើញនាំឲ្យយើងឮនាំឲ្យយើងធំក្លិននាំឲ្យយើងដឹងរសនាំឲ្យយើងពាល់ត្រូវហើយទាំងឃើញទាំងឮទាំងធំក្លិនទាំងពាល់ត្រូវមិនមែនចេះតែឃើញឮធំក្លិនដឹងរសពាល់ត្រូវតាមបំណងទេហើយបើយើងទៅពិនិត្យមើលជាក់ស្ដែងផងទាំងគេទាំងយើងរាល់ថ្ងៃហ្នឹងឃើញឮធំក្លិនដឹងរសពាល់ត្រូវខុសពីបំណងច្រើនជាងដូចបំណងឆ្ងាយខ្ញុំសង្កេតទៅអញ្ចឹងណាការឃើញការឮការធំក្លិនការដឹងរសការពាល់ត្រូវរបស់យើងរាល់ថ្ងៃគឺ
ខុសពីបំណងរបស់យើងនឹងច្រើនជាងដូចបំណងបងច្រើនជាងដូចបំណងហើយនេះអាការឃើញការឮការធំក្លិនការដឹងរសការពលត្រូវដោយបំណងក៏មានខុសពីបំណងក៏មានហ្នឹងណាសុទ្ធតែជាគ្រឿងបង្ហាញសុទ្ធតែជាគ្រឿងបញ្ជាក់ប្រាប់យើងថាណាការឃើញការឮការធំក្លិនការដឹងរសការពលត្រូវហ្នឹងគឺជាផលនៃកម្មបងជាផលនៃកម្មព្រោះថាបើតាមបំណងរបស់យើងវាមិនអាចទៅឃើញឬធំក្លិនដឹងរសពលត្រូវអារម្មណ៍ដែលមិនជាទីប្រាថ្នាទេវាត្រូវតែឃើញឬធំក្លិនដឹងរសពលត្រូវនៅអារម្មណ៍ជាទីប្រាថ្នាប៉ុន្តែហេតុតែរឿងទាំងអស់ហ្នឹងមិនប្រព្រឹត្តទៅតាមបំណងតែម្យ៉ាងប្រព្រឹត្តទៅតាមកម្មប៉ុណ្ណោះទើបមានរឿងមិនដូចបំណងទើបមានរឿងមិនដូចបំណងនឹងថ្មពង្រីកព្រោះថាយើងរស់នៅរាល់ថ្ងៃផលគឺការឃើញធំក្លិនដឹងរសឃើញធំក្លិនសំទោសឃើញឮធំក្លិនដឹងរសពណ៌ត្រូវហ្នឹងគឺសម្បូរមែនតើមែនទេនៅក្នុងជីវិតយើងណាហើយផលហ្នឹងប្រសិនបើយើងសង្កេតទៅឆាប់ឃើញបងព្រោះថាយើងជួបស្ទើរថាជាប្រចាំរឿងឃើញរឿងឮរឿងធំក្លិនរឿងដឹងរសរឿងពណ៌ត្រូវណាពេលខ្លះឃើញរូបអារម្មណ៍ល្អពេលខ្លះឃើញរូបអារម្មណ៍មិនល្អពេលខ្លះឮសត្វទីអារម្មណ៍ល្អពេលខ្លះឮសត្វទីអារម្មណ៍មិនល្អពេលខ្លះធំក្លិនគាត់ទីអារម្មណ៍ល្អពេលខ្លះធំក្លិនធំគាត់ទីអារម្មណ៍មិនល្អពេលខ្លះដឹងរសរក្សាអារម្មណ៍ល្អពេលខ្លះដឹងរសរក្សាអារម្មណ៍មិនល្អពេលខ្លះពលត្រូវផុតថាពីអារម្មណ៍ល្អពេលខ្លះពលត្រូវផុតថាពីអារម្មណ៍មិនល្អហើយរឿងទាំងអស់ហ្នឹងប្រសិនបើយើងរឿងជួបអារម្មណ៍មិនល្អហ្នឹងប្រសិនបើយើងអត់មានធัวជាគ្រឿងស្រួលចិត្តរបស់យើងអត់ស្រួលទេអត់ស្រួលទេឧទាហរណ៍ថាឃើញគេឆ្កំឆ្កងទៅចុះណាឃើញគេឆ្កំឆ្កងយើងថាឃើញអ្នកគេឆ្កំឆ្កងដាក់យើងណាអញ្ចឹងនឹងរូបអារម្មណ៍មិនជាទីកប់ចិត្តហើយពេលរូបអារម្មណ៍មិនជាទីកប់ចិត្តគឺគេធ្វើឆ្កំឆ្កងដាក់យើងឃើញគេធ្វើឆ្កំឆ្កងដាក់យើងនឹងឯងតែអត់មានធម៌សម្រួលចិត្តរបស់យើងចាប់ផ្ដើមតាំងចាប់ផ្ដើមតាំងហើយចិត្តតាំងនឹងឯងជាទុកតែបើយើងមានធម៌ជាគ្រឿងសម្រួលចិត្តយើងអាចសម្រួលទៅពេលសម្រួលទៅចិត្តនឹងអាចទៅដោះស្រាយបានយ៉ាងស្រួលទៅដោះស្រាយរលូនត្រូវតាមធម្មជាតិឬថាត្រូវតាមដំណើរនៃធម្មជាតិត្រូវតាមដំណើរនៃធម្មជាតិអញ្ចឹងពីមួយថ្ងៃទៅមួយថ្ងៃប្រសិនបើយើងអត់ចេះសម្រួលចិត្តទេទុកហូរចូលខ្លាំងចូលតាមភ្នែកត្រចៀកច្រមុះដាតកាយចិត្តនឹងញាតិញោមឮអញ្ចឹងនឹកសំណោះអ្នកមិនតាន់ចេះសម្រួលចិត្តណាគ្នាមិនដឹងយ៉ាងណាទេព្រោះថាពីមួយថ្ងៃទៅមួយថ្ងៃហ្នឹងផលមិនជាទីគាប់ចិត្តវាកើតច្រើនជាងផលជាទីគាប់ចិត្តណាព្រោះយើងនឹងតាមអាត្មាសង្កេតណាបច្ចុប្បន្នរឿងឃើញឮធំក្លិនដឹងរសពណ៌ត្រូវគឺប្រកាសជាមិនជាទីគាប់ចិត្តនឹងច្រើនជាងជាទីគាប់ចិត្តហើយបើថាពីមួយថ្ងៃទៅមួយថ្ងៃយើងអត់បានប្រើធម៌សម្រាប់សម្រួលចិត្តទេចិត្តរបស់យើងប្រកាសជាដែលត្រសែទៅតាមអារម្មណ៍ណាអារម្មណ៍ជាទីទាស់តិចតួច
có toa tịch tu tư aram chỉ ti toa lầm ôm của toa lầm ôm tư aram chỉ ti toa khăng của toa khăng tư aram chỉ ti cọp chất tịch tu của sbai tịch tu tư aram chỉ ti cọp chất lầm ôm của sbai lầm ôm tư ban aram chỉ ti cọp chất khăng của sbai khăng tư chất nó bình đại từ xa từ tam aram chẳng nó bộ đại từ xa từ tam aram chất nâng anh nâng cứ chia đầm ná rồi bỏ nè mình bàn xâm rùa chất rồi thà nè xâm rùa chất mình toàn bàn vào nè xâm rùa chất mình toàn bàn chấm này nè xâm rùa chất bàn vinh nhìn nhiều mày sẽ đi sọc lại chất cái trả nó riêng chụp vào rõm dữ lên chỉ bành hà đó kìa hãy chỉ vật bảo kế rồi thà cái đá rồi luôn hết tầm nông tiếng nó rồi thà cái miền thua chỉ riêng xâm rùa chất rồi nè khơi lư thùng lăn đằng rua bỏ trái rom mình chỉ ti cọp chất có cái ai xung rua chất nó ai xung rua bàn chỉ ti cọp chất có cái ai xung rua chất nó ai xung rua bàn chỉ vì thế này chỉ một thôi chứ nó cứ trời xung rua chất group cả là tị xã sọc số bài có trời xung rua này cả là tị xã cáp tốc có trời xung rua này thầy su thà đấy bàn cả là tị xã sọc số bài hay nó trời xung rua nhìn nhôm đằng này hai đây bạn đã cả lại thì xã sọc số bài hết trời tại nơi tại trời xung rúa lên nè nhìn nhôm nè đằng này rồi từ cái đấy bên trên tiếng nó mình tiền toán tiền sao nó còn mà giang ở đây sọc từng nó mình tiền tọa tề hay mà giang tiết nơi chia thôi chuốn về chụp sẽ đây sọc có biên cru thna đây cru thna trong nè thà bảo dương ở trên xung rúa chất đấy nè ai phớt lên phết luôn á bỏ nhìn nhôm khơi nhỉ đại khơi nè đại chụp sẽ đây sọc hơi phết luôn này cái này năng chẳng bàn thà nơi chưa bật thôi chuốn cứ trời xung rúa chất này group cả là tị xã men xung rúa tại khung cả là tị xã lồng bạ thì xung bay cả là tị xã sọc số bài nó có trời xung rúa đây pro thà chất nơi chưa bật thôi chuốn này nghe phết luôn á bỏ phết luôn cứ thà phết luôn lươn chẳng hay bạn trời xung rúa group cả là tị xã chẳng bây giờ miền thua chỉ cứ xung rúa là dương ai xung rúa bán group cả là tị xã cả là tị xã sọc số bài có cam ba sa ta bei nhà chui cứ chui khăng bọc chui ai mình phịch luôn nương muối chui ai rớt để móm được nóng cột sòi mùi pro đắng thà sẽ đây sọc số bài này chụp hoa này cột sòi bỏ ở bên trắng đặt luôn anh bán cho ba món thà bẩn nè chẳng ai sẽ đây sọc này cả cháo nè trời tái sang cột sòi rồi thàเอารมคลุ้นเอาทัดในขนมกุศลหรือเอารมกุศลจัดอากาศเรื่อยๆอากาศขนมไอ้ก็ได้ขนมเตี้ยนก็ได้เซลก็ได้พิวเนียก็ได้อาปจายนะก็ได้วายาวิจักก็ได้ปฏิเตียนก็ได้ปัตตานุโมตเนียก็ได้ธรรมเทศนาก็ได้สัทธรรมสัวนะก็ได้ตุโทจุกรรมะก็ได้ตามสามกูนะตามสามกูvậy đúng thế nè miền Cam sẽ cóปัญญานั้นเปรียบโดยជានាយមីលាការឆ្លៀសចឹងប្រមូលការពីសួនមកតូចខ្លះធំខ្លះរីកខ្លះកំពុំខ្លះមកកញ្ច្រែងមកយកមកជ្រើសរើសហើយចាត់ចែងដោតក្រងបានយ៉ាងស្អាតយ៉ាងណាអ្នកមានកម្មសកតាបញ្ញាគេអាចដោតក្រងកុសលគេបានស្អាតដោតក្រងកុសលគេបានស្អាតចឹងគឺថាជួយចិត្តយើងឲ្យរឹតតែមមនៅក្នុងហេតុនៃសេចក្តីសុខពេលជួបសេចក្តីលំបាកកម្មសកតាបញ្ញាហ្នឹងស្រួលចិត្តយើងហើយក៏ជួយចិត្តយើងឲ្យរឹតតែព្យាយាមដើរចេញពីហេតុនៃសេចក្តីទុក្ខព្រោះថាខ្លួនបានពណ៌ត្រូវពេលពណ៌ត្រូវទុក្ខដឹងរសជាតិនៃទុក្ខថារសជាតិនៃទុក្ខវាលំបាកទ្រាំដូច្នេះហេតុនាំឲ្យកើតទុក្ខគឺយើងមិនត្រូវសាងយើងមិនត្រូវសន្សំយើងមិនត្រូវធ្វើអញ្ចឹងវាជួយឲ្យចិត្តរបស់យើងនឹងរឹតតែមាំហើយមានព្រះអរិយបុគ្គលមិនតិចទេដែលលោកផ្ដើមចេញពីរឿងសង្វេគព្រោះសេចក្តីទុក្ខដែលខ្លួនកំពុងជួបណា
ញោមរៀនធម៌មកស្ដាប់ធម៌មកជួបហើយណាមានព្រះរាជបុគ្គលជួបទុកហើយព្រោះតែសង្វេគហ្នឹងក៏រត់ចេញពីទុកបានណាបងឃើញហ្នឹងហើយនឹងជារឿងសាធកៈអញ្ចឹងដែលមានកម្មសកតាបញ្ញាពេលជួបទុកប្រើកម្មសកតាបញ្ញាទៅគេសម្រួលចិត្តគេឲ្យរលូនហើយគេរឹតតែដើរទៅកាន់ទីបំផុតនៃទុកបានលឿនទៀតបងរឹតតែដើរទៅកាន់ទីបំផុតនៃទុកបានលឿនទៀតនឹងគឺជួយដល់ជួយខ្លាំងដល់ម្លឹងណាបងកម្មសកតាបញ្ញាអញ្ចឹងពុទ្ធបរិស័ទអប់រំតាមសំគូបើថាខ្លួនកំពុងតែជាប់ចម្រើនអាណាបាក៏ចម្រើនអាណាបាទៅតែបើថាខ្លួនមិនទាន់ចម្រើនអាណាបាទេចង់អប់រំកម្មសកតាបញ្ញាឲ្យកើតក៏ព្យាយាមអប់រំតាមក្បួនដែលព្រះសម្ពុទ្ធសម្ដែងហើយពុទ្ធបរិស័ទអាចទៅមើលបានពេលដល់លេខ28ទំព័រ54ណាបងចាប់ពីទំព័រ54ទៅហ្នឹងអញ្ចឹងថ្មថែមប៉ុណ្ណឹងណាហ្នឹងថែមប៉ុណ្ណឹងអញ្ចឹងសូមពុទ្ធបរិស័ទជ្រះថ្លាក្នុងធម្មទានខ្លីដែលអាត្មាលើកឡើងនៅក្នុងពេលនេះណាសូមអនុមោទនាទុកសាធុពុទ្ធេយោខលិតោតោសោពុទ្ធោខមេតតាំងមេមេងធម្មមេយោខលិតោតោសោធម្មោខមេតតាំងមេមេងសង្ឃេយោខលិតោតោសោសង្ឃោខមេតតាំងមេមេងអ៊ីទាំងមេបញ្ញាងអាសវកយាវហង្ហោតោអ៊ីទាំងមេបញ្ញាងនិព្វានសបច្ចយោហោតោមេមេបញ្ញភិក្ខំសព្ពសត្តានំពេជេមិទេសពេមេសមੰបញ្ញភិក្ខំលផន្តោសាធុសូមអរគុណព្រះអង្គគ្រូទានណា